នៅពេលដែលយ៉ាក់และអេណានៅក្នុងទូខោអាវលេស៊ីកំពុងនៅក្នុងផ្ទះបាយដោយពាក់អាវផាយកំពុងធ្វើស៊ុបមាន់ដែលគាត់ចូលចិត្តភ្លាមនោះសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់បានមកពីជាន់ក្រោមហើយទូរស័ព្ទរបស់យ៉ាក់ក៏ចាប់ផ្ដើមរោទវាគឺជាក្រុមសង្គ្រោះបន្ទាន់អាណាមានប្រតិកម្មអាឡែស្អីចំពោះថ្នាំគ្រាប់ពន្យាកំណើតពេលព្រឹកនាងមានកន្ទួលរមាស់ពេញខ្លួនហើយស្ទើរតែមិនអាចដកដង្ហើមបានជែកភ័យស្លន់ស្លោស្ទើរតែដួលលើតុបន្ទាប់មកទាញទូខោអាវបើកហើយស្រែកថាតោះទៅប៉ុន្តែលូស៊ីកំពុងឈរនៅមាត់ទ្វារជាមួយឆ្នាំងស៊ុបចំហាយទឹកនៅតែហុយឡើងអាណាប្រញាប់ចេញទៅក្រៅដោយស្លៀករ៉ូបយប់របស់លូស៊ីស្នាមក្រហមនៅលើកញ្ចឹងរបស់អាណាបានភ្លឺឡើងនៅចំពោះមុខលូស៊ីមិនបានញើសឡើយស៊ុបមិនទាន់ឆ្អិនទេនាងនិយាយរួចដាក់ឆ្នាំងនៅលើទូដាក់ចានសម្លេងរបស់នាងត្រជាក់ដូចទឹកកកដោយប្រញាប់ប្រញោលទៅមន្ទីរពេទ្យខ្ញុំបានហៅឡានជូនអ្នកទៅហើយអូហើយខ្ញុំក៏បានហៅឪពុកម្ដាយរបស់អ្នកមកដែរពេលនោះហើយដែលយ៉ាក់បានឃើញពួកគេអង្គុយលើសាឡុងមុខរបស់ពួកគេខ្មៅជាងបាត់ខ្ទះដែលឆេះទៅទៀតម៉ាក់របស់ជេកចង្អុលទៅអាណាហើយចាប់ផ្ដើមជាប្រមាថអាណាបានរុញនាងចេញអ្នកស្រីកុំធ្វើបែបនេះដាក់ខ្ញុំអីខ្ញុំកំពុងកាន់ចៅប្រុសរបស់អ្នកពាក្យទាំងនោះបន្លឺឡើងដូចគោលាន់ឪពុករបស់ជេកបានចាប់ទ្រូងរបស់គាត់ហើយដួលទៅលើសាឡុងលូស៊ីបានយកដបថ្នាំមួយពីថតដោយស្ងប់ស្ងាត់ហើយប្រគល់វាទៅឲ្យថ្នាំសម្ពាធឈាមរបស់អ្នកមិនខ្ជះខ្ជាយកំហឹងរបស់អ្នកលើអ្នកដែលគ្មានចំណេះដឹងនោះទេនាងមានផ្ទៃពោះល្អឥតខ្ចោះខ្ញុំក៏បានដឹងរឿងនេះកាលពីសប្តាហ៍មុនដែរកូនភ្លោះមុខរបស់អាណាប្រែជាស្លេកស្លាំងភ្លាមជេកឈរនៅទីនោះដោយមាត់របស់គាត់បើកចំហមិនអាចនិយាយបានលូស៊ីបានដើរទៅរកអាណាហើយយកឯកសារមួយគប់ទៅលើទ្រូងរបស់នាងនេះបញ្ជាក់ថាអ្នកបានផ្ទេរភាគហ៊ុនក្រុមហ៊ុនទៅឲ្យគាត់ដោយសម្ងាត់ខ្ញុំបានឲ្យមេធាវីម្នាក់ពិនិត្យមើលវាការផ្ទេរទ្រព្យសម្បត្តិក្នុងពេលរៀបការមិនត្រូវបានរាប់បញ្ចូលទេចុះផ្ទះនេះវិញខ្ញុំបានបង់ប្រាក់ពេញមុនពេលយើងរៀបការអ្នកនឹងអ្វីទាំងអស់ដែលអ្នកបានយកមកអាចចាក់ចេញបានឥឡូវនេះទីបំផុតចាស់ក៏ស្ទុះចេញពីវាហើយចាប់ដៃលេស៊ីរួចស្រែកអ្នកដឹងតាំងពីមុនមកម្លេះអ្នកធ្វើរឿងនេះដោយចិត្តណាខ្ញុំដឹងតាំងពីពេលដែលអ្នកចាប់ផ្ដើមប្រើកាតធនាគាររបស់ខ្ញុំដើម្បីផ្ញើប្រាក់ឲ្យនាងអូហើយប្រាក់សោធននិវត្តន៍$80,000របស់ម្ដាយអ្នកក៏បានទៅគាត់ដែរត្រូវទេខ្ញុំទៅតែទូរស័ព្ទទៅបងប្រុសរបស់អ្នកគាត់គួរតែចេញដំណើរហើយពេលនាងនិយាយចប់ភ្លាមទ្វារក៏ត្រូវបានបិទបើកយ៉ាងណែនធំដែលជាប្អូនប្រុសរបស់ជេកបានស្ទុះចូលមកទាំងភ្នែកក្រហមច្រាលគាត់បានដើរចំមុខយ៉ាក់អ្នកបានឲ្យប្រាក់សោធននិវត្តន៍របស់ម៉ាក់ទៅឲ្យស្ត្រីម្នាក់នេះមែនទេតើអ្នកជាមនុស្សមែនទេអេណាស្រែកឡើងហើយព្យាយាមរត់ប៉ុន្តែលេស៊ីបានលូកជើងរបស់នាងចេញហើយចំពុកជើងនាងកាបូបរបស់នាងបានធ្លាក់មកលើអេបការធ្វើតេស្តមានផ្ទៃពោះនិងការធ្វើរោគវិនិច្ឆ័យរំលូតកូនបានបាត់ទៅការបរិច្ឆេទគឺមកពីសប្តាហ៍មុនលូស៊ីបានទទួលការធ្វើរោគវិនិច្ឆ័យហើយបានលុបចោលវាដូច្នេះតើអ្នកទើបតែបាត់បង់កូនឬអ្នកមិនដែលមានផ្ទៃពោះតតែសោះដោយព្យាយាមបោកប្រាស់លុយអ្នកហ៊ានបញ្ឆោតគ្រួសារយើងមែនទេអ្នកបោកប្រាស់កុហកបន្ទប់ទទួលភ្ញៀវប្រែคล้ายទៅជាភាពវឹកវរភ្លាមលូស៊ីបានដើរទៅច្រកចូលហើយចាក់ស៊ុបចូលទៅក្នុងធុងសម្រាមនៅខាងក្រៅសំណស៊ុបបានខ្ចាយពីពេញបន្ទាប់មកលេស៊ីបានទូរស័ព្ទទៅផ្នែកគ្រប់គ្រងអចលនទ្រព្យតើអ្នកអាចមកយកសម្រាមខ្លះបានទេហើយខណៈពេលដែលអ្នកកំពុងធ្វើវាសូមយករបស់របរដែលផុតកំណត់ទាំងនេះចេញពីផ្ទះរបស់ខ្ញុំសូមអរគុណនៅពេលដែលប៉ូលីសនិងបុគ្គលិកអចលនទ្រព្យមកដល់យ៉ាក់បានរងរបួសនឹងហើមអាណាអង្គុយនៅជ្រុងផ្លូវដោយកាន់កាបូបរបស់នាងហើយឪពុកម្ដាយរបស់គាត់កំពុងយំនៅលើឥដ្ឋលូស៊ីឈរនៅមាត់ទ្វារដោយអបគ្នាមើលពួកគេត្រូវបានគេនាំចេញបន្ទាប់មកនាងបានងាកមកបិទទ្វារហើយបោះអាវក្រោះដែលមានជាតិខ្លាញ់ចូលទៅក្នុងធុងសម្រាមរូបថតអាពាហ៍ពិពាហ៍របស់នាងនៅតែព្យួរនៅលើជញ្ជាំងលូស៊ីបានដើរមកជូតធូលីដេចេញបន្ទាប់មកនាងខ្សឹបថាហ្គេមចប់ហើយពន្លឺព្រះអាទិត្យបានចាំងចូលតាមបង្អួចហើយធ្លាក់មកលើបន្ទប់ទទួលភ្ញៀវទៅស្អាតបុរសខ្លះគិតថាស្ត្រីនៅផ្ទះងាយស្រួលធ្វើបាបពួកគេមិនដែលដឹងថានាងគ្រាន់តែរងចាំពេលវេលាត្រឹមត្រូវដើម្បីបោះសម្អាតគាត់និងអាចកំបាំងកខ្វក់ទាំងអស់របស់គាត់ចូលទៅក្នុងធុងសម្រាមនោះទេ